សូមបន្តមកកាន់ភាពរីករាយជាបន្តទៀតពីកម្មវិធីតន្ត្រីខារ៉ាបាវចាវគ្គនេះគឺជាវគ្គសុបិនខ្លាចជាការពិតបាទអត់អីទេតិចទៀតដឹងហើយថានៅក្នុងសប្តាហ៍នេះតើបេក្ខជនឬក៏បេក្ខនារីណាដែលមានសមត្ថភាពនិងទេពកោសល្យពិសេសក្នុងការដណ្ដើមយកនៅជ័យលាភីដើម្បីទៅប្រកួតប្រជែងជាមួយនឹងបេក្ខជនបេក្ខនារីដែលគាត់ឈ្នះកាលពីសប្តាហ៍មុនបន្តទៀតចាឃើញថានៅក្នុងវគ្គនេះគឺជាវគ្គមួយដែលទ្រទស្សនិកជនដែលអញ្ជើញចូលរួមនៅទីនេះក៏ដូចជាទ្រទស្សនិកជនដែលកំពុងតែតាមដានទស្សនានៅគេហដ្ឋានកំពុងតែទន្ទឹងរង់ចាំក៏ដូចជាគាំទ្រមែនតើនៅក្នុងវគ្គសុបិនខ្លាចជាការពិតនេះចង់ដឹងថាតើនៅក្នុងសប្តាហ៍នេះនរណាទៅដែលគាត់មានសមត្ថភាពបកស្រាយបទចម្រៀងបានពីរោះជាងគេអរគុណច្រើនអញ្ចឹងបាទសម្រាប់វគ្គនេះយើងមានបទចម្រៀងផ្ដល់ជូនជាបន្តទៀតជាមួយនឹងអូសូមអធិស្ឋានបទចម្រៀងអីដល់វគ្គសុបិនខ្លាចជាការពិតបាទសូមអញ្ជើញបេក្ខជនបេក្ខនារីរបស់យើងបាទសូមរកសម្លេងជូនដល់គាត់ខ្លាំងទាំងអស់គ្នាចាជំរាបសួរបាទជំរាបសួរទាំងអស់គ្នាចាជំរាបសួរបាទសូមអញ្ជើញនារី3បុរស3បាទសីហាទៅខាងនោះហ្នឹងអរគុណច្រើននៃជាដំបូងបាទយើងបានឃើញហើយអំពីបាទបេក្ខជនបេក្ខនារីរបស់យើងអញ្ចឹងដំបូងសូមឲ្យបាទបងប្រុសបាទនៅចុងគេធ្វើការណែនាំឈ្មោះនិងអាស័យដ្ឋានទៅដល់ទស្សនិកជនរបស់យើងតោះបាទខ្ញុំបាទឈ្មោះរិទ្ធនៅស្ទឹងមានជ័យរិទ្ធនៅស្ទឹងមានជ័យទីក្រុងភ្នំពេញនេះទេបាទខ្ញុំឈ្មោះអៀមវុធីខ្ញុំមកពីខេត្តតាកែវបងខេត្តតាកែវបាទខ្ញុំឈ្មោះសំគួរខ្ញុំនៅបឹងកេងកងមួយបឹងកេងកងបាទមានតាកែវពេញពីនេះខ្ញុំឈ្មោះសីកាមកពីអូបៃក្អមអូបៃក្អមនេះខ្ញុំឈ្មោះលក្ខមកពីអូបៃក្អមបងអូបៃក្អមដែរនាងខ្ញុំឈ្មោះសុខាមកពីទឹកថ្លាទឹកថ្លាបាទមុខដូចអុកសុគន្ធកញ្ញាដែរបាទអរគុណច្រើនឥឡូវនេះគឺសុំសួរបន្តិចតាក់ទងទៅនឹងសមត្ថភាពសិល្បៈណាតើបងស្រីចូលចិត្តនៅផ្នែកណាមួយនៃសិល្បៈរបស់យើងចូលចិត្តចម្រៀងចូលចិត្តចម្រៀងហើយតារាចម្រៀងរូបណាដែលចូលចិត្តជាងគេស្គនកញ្ញាណងខ្ញុំថាអីចេះខុសឃើញទេបាទបងស្រីខ្ញុំចូលចិត្តច្រៀងបងច្រៀងបងចាបាទហើយតារាចម្រៀងណាមួយដែលយើងចូលចិត្តជាងគេជាងគេអ៊ីវ៉ាបាទហោអូដឹងហឹមស៊ីវនហើយបាច់ទាយអរសុំចេញកលុយខ្ញុំទាយខុសតាសុំចេញចូលចិត្តច្រៀងដែរចិត្តបងកញ្ញាអោកសគុណកញ្ញាអីដូចយើងមានពលឹងកញ្ញាថ្ងៃនេះបាទអរសុំចេញច្រៀងណាយកចិត្តបងឆៃវរយុទ្ធឆៃវរយុទ្ធបាទខ្ញុំចូលចិត្តបងព្រៀបសវត្តបងព្រៀបសវត្តបាទអូដល់ហើយងាកស្អែកជុំនេះខេមបាទខេមចាខេមមួយដែរខេមបាទឥឡូវសូមរកសម្លេងស្វាគមន៍ជូនដល់គាត់ទាំងអស់គ្នាឥឡូវសូមសួរបេក្ខជនបេក្ខនារីយើងបន្តិចមុននឹងដល់ពេលវេលាដែលបញ្ចេញនូវសមត្ថភាពនិងទេពកោសល្យតាក់ទងទៅនឹងសិល្បៈគឺសិតតែពេញចិត្តខាងផ្នែកចម្រៀងហើយតារាចម្រៀងហ្នឹងក៏បានរើសរួចជាស្រេចហើយឥឡូវក្នុងនាមយើងជាយុវវ័យបាទបានន័យថាជាសសរទ្រូងរបស់ប្រទេសជាតិអនាគតទៅគឺអស់ពីចាស់ទៅគឺនៅយើងក្មេងៗហ្នឹងបន្តទៀតយើងមានបាទវិធីសាស្ត្របែបណាដើម្បីកិច្ចឲ្យផុតនៅពេលដែលមានអ្នកណាម្នាក់ឬក៏មិត្តភ័ក្តិរបស់យើងបបួលយើងទៅសែបគ្រឿងញៀនបាទធ្វើយ៉ាងម៉េចដើម្បីរកវិធីសាស្ត្រដោះស្រាយយ៉ាងណាដើម្បីកិច្ចឲ្យផុតបាទដើម្បីកិច្ចឲ្យផុតពេលដែលមានអ្នកបបួលយើងទៅជួបគ្រឿងញៀនឬប្រើអ្វីដែលខុសច្បាប់យើងត្រូវទៅហាត់កីឡាឬច្រៀងឬធ្វើអីផ្សេងចាបន្លប់ចាប់ឥឡូវអ៊ំម៉ាថាខ្ញុំព្រោះមកដាក់បន្តិចមកខ្សិតអីចឹងណាអត់ចាទេបាទដល់ពេលយើងធ្វើយ៉ាងម៉េចដោះស្រាយបើគេកំពុងវាយវងចឹងនេះឥឡូវយើងធ្វើម៉េចបាទវិច័យដនទៅជួបឲ្យសិទ្ធិអ្នកស្គាល់អីចឹងយើងត្រូវដោះខ្លួនយើងឲ្យផុតពីគ្រឿងញៀនថារវល់ទៅច្រៀង concert បាទខេមគេវល់ច្រៀង concert ឥឡូវសំចេញបន្តទៀតបាទបើសិនជាមានមិត្តភ័ក្តិគាត់បបួលទៅសែបគ្រឿងញៀនអញ្ចឹងយើងត្រូវបញ្យល់ទៅគាត់វិញថាជាអំពើខុសច្បាប់ហើយសង្គមស្អកខ្ពើមខ្លាំងណាស់ហើយយើងថាបើសិនជាចង់រាប់អានគ្នាតទៅទៀតគូកុំបបួលខ្ញុំទៅសែបគ្រឿងញៀនយើងអាចទៅមើល concert លេងកីឡាអីឬក៏មើលសៀវភៅព្រោះជាអំពើដែលសង្គមទទួលស្គាល់ជាងទៅសែបគ្រឿងញៀនហ្នឹងបងចាអរគុណច្រើនLogic បាទបន្តទៀតចំពោះខ្ញុំវិញបើសិនជាមានមិត្តភ័ក្តិគាត់បបួលទៅសែបគ្រឿងញៀនគឺខ្ញុំឆ្លើយថាទេគឺខ្ញុំនឹងបង្វែរគាត់ទៅលេងកីឡាឬក៏ខាងសិល្បៈវាយមិនកំពុងហុយទ្រុបហើយទាំងវាយមិនយើងដោះតែខ្លួនឲ្យរួចសិនអញ្ចឹងក៏វិធីសាស្ត្រណាកុំឲ្យគេទាញចូលនៅក្នុងភ្នក់ផ្សែងអញ្ចឹងបងសំខាន់លើខ្លួនយើងឆ្លើយថាទេចំពោះគ្រឿងញៀនឆ្លើយថាទេឲ្យរត់ត្រយអញ្ចឹងណាសម្រាប់បងស្រីបើខ្ញុំវិញពេលគេបួលអញ្ចឹងប្រាប់ថាខ្ញុំរវល់ធ្វើការងារអញ្ចឹងឲ្យប្រាប់បញ្យល់ណែនាំគាត់ថា
សេបគ្រឿងនឹងអី ខឹងនឹង គ្រឿងញៀន សេបគ្រឿងញៀននឹងអត់ល្អយហើយណាមួយយើងក៏បានរៀនដែរគ្រូរៀនថាវាជាអំពើខុសច្បាប់អញ្ចឹង បាទអាហ្នឹងនៅនិយាយវាស្ដាប់ចុះពេលនិយាយលេងស្ដាប់បាទសូមបងស្រីបន្ត បើខ្ញុំវិញមកគេហៅវាបងខ្ញុំប្រាប់ថាខ្ញុំរវល់ធ្វើការម៉ាក់ហើយ គេថាអត់អីទេមិនតិចទេផ្លេតទេ តែមិនតិចទេ ហ្នឹងហើយអាម៉េចទៅ មិនតិចហ្នឹងក៏អត់បានដែរព្រោះគាត់ហៅប្រញាប់តែឥឡូវ អូហើយរត់ប្រយទៅប្រយ ប្រយ អូអរគុណកញ្ញាបាទ ចំពោះខ្ញុំវិញខ្ញុំគិតថាគួរតែយកពេលទៅសិក្សាឬក៏ស្រាវជ្រាវ គួរមិនបើគេកំពុងប្រពន្ធយើងត្រូវដោះស្រាយមិនអាគួរនឹងវាគួរហើយយើងត្រូវរកវិធីសាស្ត្រដោះមិនដើម្បីឲ្យរួចទៅពេលគេថាគេទាញខ្ញុំតិចតិចឥឡូវយើងធ្វើមិនដើម្បីឲ្យផុតកុំឲ្យគេអូសទាញយើងបាន ខ្ញុំត្រូវប្រាប់គេថាខ្ញុំរវល់ខ្លាំង រវល់ខ្លាំង ចា គេថាមានយូរហើយនឹងផ្លេតហ្នឹងធ្វើមិនទៀតអរគុណនិយាយលេងទេបាទអរគុណច្រើនសូមផ្ដល់នៅសម្លេងស្វាគមន៍ដល់មតិរបស់បេក្ខជនបេក្ខនារីឃើញថាគ្រឿងញៀនគឺវាមិនត្រឹមតែបំផ្លាញយើងប៉ុណ្ណោះទេវាបំផ្លាញក្រុមគ្រួសារបំផ្លាញសង្គមជាតិហើយការដែលប្រើប្រាស់ការដែលចរាចរណ៍ស្តុកទុកផលិតចែកចាយជួញដូរហ្នឹងគឺសិតតែជាអំពើខុសច្បាប់អញ្ចឹងយ៉ាងណាមិញក្នុងនាមយើងជាយុវវ័យត្រូវតែនិយាយថាទេ ជាមួយនឹងគ្រឿងញៀន យើងមិនមែនហើយយើងកុំស្អប់ខ្ពើមអ្នកដែលគាត់ញៀននិយាយនេះបានមិនមែនបានន័យថាលើកទឹកចិត្តគាត់ទេជួនណាទៅគាត់អាចមានការភ្លៀងភ្លាត់តាមការអូសទាញឬក៏អីមួយអញ្ចឹងយើងព្យាយាមធ្វើយ៉ាងណាអប់រំកែប្រែរបស់គាត់ដើម្បីឲ្យគាត់ក្លាយទៅជាបុគ្គលដែលល្អគេថាមនុស្សគឺមានថ្ងៃកែខ្លាចតែយើងអត់ផ្ដល់ឱកាសគាត់កែណាអរគុណច្រើនបាទអញ្ចឹងសម្រាប់វគ្គនេះគឺដល់ពេលវេលាដែលបញ្ចេញសមត្ថភាពអញ្ចឹងសូមថយក្រោយទាំងអស់គ្នាមក ចា បាទមកសូមកញ្ញាអុកសុគន្ធកញ្ញាអញ្ជើញមកខាងមុខបាទប័ណ្ណចម្រៀងអីដែរដែលលើកយកមកច្រៀងពេលនេះបាទ បទចម្រៀងមានចំណងថាបេះដូងឯកា បេះដូងឯកាបេះដូងឯកាបានន័យថាទៅបេះដូងម្នាក់ឯងបាទដូច្នេះសូមលោកស្រីនាងកញ្ញាដែលកំពុងតែទស្សនាជាមួយនឹងសម្រស់ដ៏ស្រស់ស្អាតរបស់អុកសុគន្ធកញ្ញាបាត់ទឹកដោះគឺថាធ្វើការហត់ពេកដើរ concert ច្រើននឹងស្រកសាច់សូមប្រោសសម្លេងស្វាគមន៍ដល់កញ្ញាអុកសុគន្ធកញ្ញាទាំងអស់គ្នាត្រៀម1 2 3 អូកាំងដែលយើងជួបគ្នាជាវេលាដែលរៀមរាមានគេហើយយឺតពេលមួយជុំហ៊ានហើយមិនអាចក្បែរបងក្នុងនៃសង្សារពីបើសុំលឹងមើលបងពេលនួនល្អងនៅសាសងជាមួយសង្សារខ្លួនឯងជាអ្នកដទៃទេណាគ្មានសិទ្ធិទាមទារអ្វីលើពីនេះទៀតឡើយមានអារម្មណ៍ថាខ្លួនឯងឯកានឹងមានអារម្មណ៍ថាគ្មានអ្នកយកចិត្តមនុស្សយើងស្នេហ៍មិននៅចិត្តស្នេហ៍គេពិតមិនមែនយើងទេមិនអាចបង្ខំឲ្យគេស្រឡាញ់យើងក៏មិនអាចបង្ខំខ្លួនឯងឲ្យដើរចេញរឹតតែហើមរឹតតែតោម្នេញមិនអាចគេចេញពីចិត្ត បាទអរគុណច្រើន ដាក់មនោចេតនាខ្លាំងមែន កាយវិការល្អអត់ទាស់បាទដូចអ្នកលូលីយើងអត់មានរឿងអីតិចសូមចេញបន្ត ចាសូមចេញបន្ត ស្រីបាទតារាចម្រៀងណាដែរបាទអូអ៊ីវ៉ា ចាបទចម្រៀងចំណងជើងអ្វីដែរ ស្បត់ថាមិនឲ្យជួបមុខបង ស្បត់ថាមិនឲ្យជួបមុខបងស្អប់ជាងខ្វាត់ទៀតណា ចា បាទអញ្ចឹងត្រៀមតោះ1 2 3 អូនដឹងច្បាស់បងលែងត្រូវការអូនហើយអ្វីសោះឡើយអូនគឺការបន់លំភ្នែកគ្រាន់តែជាស្នាមអតីតកាលដែលបងមិនអាចភ្លេចតែពេលនេះបេងដងអូនតិចខ្ទាំទៅហើយលៀងអ្វីទៀតបើបងគង់បែកពីអូនចាំបាច់ស្ងួនគោហងធ្វើអ្វីត្រានត្រយបងឆ្លើយមិនចង់ឲ្យឈឺចាំតែអូនឈឺត្រាំហើយគ្មានសល់ឡើយចុងក្រោយសល់ត្រឹមតែទឹកភ្នែក បាទអូលក្ខណៈគោរពទង់ជាតិសតហើយបាទសូមជើញទៅក្រោយអរតារាចម្រៀងជាបន្តអូអោកសុគន្ធកញ្ញាដូចមានបលឹងដល់ហើយបាទថ្ងៃនេះយើងទៅលុកទលុនណាបាទឡើងកំពើភើ បកស្រាយបទចម្រៀងអ្វីដែរ បាត់អីបាទអូស្រឡាញ់អោកសុគន្ធកញ្ញាដល់ជ្រៀងសុំក្រៅពីកញ្ញាបាទឥឡូវបាត់អីក៏បានដែរបាទបាត់អីបាទ ទឹកភ្នែកបច្ចេកទឹកភ្នែក ទឹកភ្នែក បច្ចេកទឹកភ្នែក
ទឹកភ្នែកវ៉ាទឹកភ្នែក ប្រជែងទឹក មាន ភ្នែ បា ក ត់ទឹកភ្នែកវ៉ាទឹកភ្នែកទៀតបាទអញ្ចឹងត្រៀមណា ចា បាទដូចយល់ឆាកដល់ហើយត្រៀម1 2 2អ្នកកេះជីតានោះលួចមើលគេរហូត 1 2 3 ស្នេហ៍គ្មានលំនឹងប្រឹងតែឯងជាស្ដែងបងគ្មានជុំនឿសំដីអ្នកដល់តែបងជឿហើយក៏សុខចិនបែងឯណាពាក្យស្រឡាញ់បងមិនចេះបែងចែកពេលយើងស្រឡាញ់គ្នាសន្យាហាមនិយាយពីងបែងអាចរំលឹកបានបន្តិចទេតើយើងតស៊ូវ័យខ្លាំងស្នេហ៍យើងមានផ្សាច្រើនក៏មិនចប់វាងាយគេចង់ឲ្យយើងបងចាញ់បោកគេហើយបងសុកចិត្តជឿគេក៏មិនស្ដាប់អូនបោស្រាយអារម្មណ៍បងយ៉ាងណាពេលនេះយាយពីបែងដងអូនរហែកលើពីងបែកពីមាត់ស្ងួនឬអារម្មណ៍បងឈឺចាំដូចអូនឬតឹងភ្នែកបងហូបប្រជែងទឹកភ្នែកអូន បាទ ចាអរ លេ គុ ង ណ សើ ច្រើន ឃ្លានបាយបាត់ហើយ ចាបេក្ខជនជាបន្ត ស្គុនកញ្ញាដាក់មកក្តាំង ចានេះខ្ញុំហែវបាយ អមិនដែរលោកឆៃវរៈយុទ្ធ ចា យើស្ទាយទៅមកមហឹងមកណាបាទ ដូចបេះបិទណា ហត់ច្រើនអីលោកឆៃវរៈយុទ្ធចេញខេតញឹកអី អត់ទេបង អូ អ អា ត់ ហ្វេ រវល់ទេបង អូរវល់អាហ្វេតាមខេតណាអូជ្រៀងច្រើនអញ្ចឹងមិនមុខស្លក់បាយណែបាត់អីដែរបាទវគ្គហ្នឹង បងពីមុនឈ្គួតបាត់ហើយ ត្រូវហ្មងចេះរបាត់ដូចគ្នាអញ្ចឹងត្រៀម សុំភ្លេងបងសុំ ចា អូសុំភ្លេង1គីឡូ2ខាំ ចាដាក់មកក្តឹងមក ត្រៀមបាទសូមប្រាថ្នាស្វាគមន៍ដល់លោកឆៃវិរិយយុទ្ធ ចាសូមរូបជួប 1 2 3 បាទអរគុណច្រើនទេតំណងដែរតែកាយវិការជ្រៀងដោយលក្ខណៈអង្គុយមិនទាន់អស់ហ្មងទេបាទខ្ញុំនេះគិតចង់ងាប់ចង់ហួរវាចោលចឹងរហូតសាហាវយើងឆៃវិរិយយុទ្ធមែនទេនេះ ចា អីណែលោកព្រៀបសវត្តទេបាទសុខសប្បាយទេលោកព្រៀបសវត្ត យេស៊ូអូន សុខសប្បាយបង បាទសុខសប្បាយបាទបាទណែបាត់អីដែរលោកព្រៀបសវត្ត ខ្ញុំសូមបកស្រាយបទចម្រៀងមួយបទមានចំណងជើងថារៀបការថ្ងៃណា រៀប អូ ការថ្ងៃ ស្អែកហ្នឹងកាយ ប្រាប់បងផង អូខេអញ្ចឹងត្រៀម បងជប់ បាទយ៉ា មុននឹងបកស្រាយសូម លេង តាក់ទាញពីទស្សនិកជនសិនពេល ចា ជា សូម ជា សំ ច ឡេ ប់ ង សូមផ្ទះដៃជូនផងបាទ អីអស់តោះលោកព្រៀបសវត្តលេងមកក្តាំងនេះបាទហ៎ត្រនេះសុំភ្លេងអីមិនបាច់ទេបាទមិនបាច់ទេអូខេអូគោកមកម្ហឹងហ្មងបាទត្រៀមលោកព្រៀបសវត្តគោកបកស្រាយគោកឥឡូវហើយស្ដាប់គោកទាំងអស់គ្នា ចា ផ្ទះដៃគោក ទឹកទេ 1 2 3 មានគេប្រាប់ថាអូនចិត្តរៀបការនឹងកូនអ្នកមានគេជាមនុស្សល្អឬព្រានអូនមានស្រឡាញ់គេទេអូនព្រមឬគេបង្ខំមាសមេប្រាប់ការពិតបានទេព្រោះពេលនេះបងឈឺមករៀនភ្នំពេញដួងចិត្តទុនទិញសាងអនាគតអូនដែលបងនឹកបំផុតសែនរុនធត់ពីដែលបានលឺនៅមិនសុខត្រឡប់មកស្រុកឲ្យអូនបំភ្លឺរឿងអូនរៀបការជាការពិតឬព្រោះបងចង់លឺចេញពីមាត់អូនរៀបការថ្ងៃណាអតីតសងសាចង់ចូលចងដៃកុំដាច់អាឡ័យទូគ្មាននិស័យខ្លាយជាប្តីអូនអនុស្សាវរីយ៍ពួកយើងទាំងពីរនឹងរលាយសូន្យតែចង់ជួនពរស្ងួនព្រោះយើងធ្លាប់ស្រឡាញ់គ្នា អូ អូហូ បើខ្ញុំជាអ្នកប្រកួតវិញ3 4នាក់នេះខ្ញុំរត់ចុះដីបាត់ហើយ ចា ខ
ខ្ញុំអត់នៅទៀតទេទុកឲ្យប៉ែនឹងនៅម្នាក់ឯងហ្មងអូឡោះចូលតទៀតលោកខេមមិនប្រកាសថាខេមចាញ់ព្រៀបសវត្តទេចាម្យ៉ាងម្នាក់មួយមកបន្តិចមកបាទនឹងត្រេមុខវាសលីមិនទៅជាងបាត់ខេមវិញបាទស្រឡាញ់បាត់ខេមអីទៅបុតជាងបាត់បុនសាក់ទៅជាងចាបាទឥឡូវបាត់អីស្អែកអូនកាអូនៅគេសួរការថ្ងៃណាស្អែកអូនកាហីសំតែកងឆ្លើយចេះរកកន្លែងឃើញចានៅគេឆ្ងល់ថាអូនកាថ្ងៃណាហើយនេះការស្អែកហ្នឹងហើយដឹកផ្លែទាំងពីរនាក់នឹងចុះពីលើឆាកហើយត្រៀមចា1 2អូសំភ្លេងអ្នកភ្លេងត្រៀមតើហ៎1 2 3បាទស្ទាយខេមបាទជាសងសាគ្នាយូរហើយស្រីក៏ដឹងថាថ្លៃអូនចិត្តរៀបការតែបេះដូងនេះនៅប្រាថ្នានៅស្នេហ៍ជីវ៉ាទាំងដឹងថាគ្មានផ្លូវអុយយប់ទៀតអូនត្រូវឃ្លាតឆ្ងាយចិត្តអើយសែនស្ដាយស្នេហ៍ស្មោះត្រង់ឲ្យអូនកាទាំងចិត្តមិនចង់មិនហ៊ានបងខំខ្លាចមុំលំបាំងថ្ងៃស្អែកអូនកាសងសាអើយបងបានទឹកភ្នែកបងឈឺមិនហ៊ានស្រែកឈឺពេកព្រួងស្អែកត្រូវបែកអូនយុគនេះសូមអោបអូនឲ្យណែនមុនឲ្យអ្នកផ្សេងគេថែជីវ៉ាគេជាប្តីបងត្រឹមសងសាភ្លេចបងចោះណារៀបការឲ្យស្កប់ចិត្តទោះជាបងត្រូវរួឈឺចាប់បើបងមិនស្លាប់មិនភ្លេចស្នេហាស្អែកបែកបងអូនត្រូវរៀបការអូនកុំយំណាកុំនឹកបងអីបាទអរគុណច្រើនអរគុណច្រើនបាទសូមអញ្ជើញមកខាងមុខទាំងអស់គ្នាបាទសូមអញ្ជើញពិបាកឥឡូវនេះក្នុងដួងចិត្តរបស់ទស្សនិកជនខ្ញុំជឿថាមានការពិបាកហើយរវាងបេក្ខជនពីររូបឥឡូវនេះប្រសិនបើណែខ្ញុំនៅតែមិនយល់ខ្ញុំក៏នៅតែមិនយល់ដូចគ្នាប្រសិនបើណែអោកសគុណកញ្ញាបកស្រាយបានល្អសម្រាប់សម្លេងស្វាគមន៍ជាបន្តប្រសិនបើកញ្ញាអ៊ីវ៉ាបកស្រាយបានល្អសូមសម្លេងប្រសិនបើចាកញ្ញាអោកសគុណកញ្ញាបកស្រាយបានល្អសូមសម្លេងណោះឲ្យតែអោកសគុណកញ្ញាជ្រៀងមិនក្តៅនៅផ្ទះដៃរហូតហ្វេនមកកញ្ញាចាណែឆៃវិរៈយុទ្ធដូចត្រង់ក្តៅមិនគាត់មិនបាច់ទេវាអត់ទៅណាទេរបស់យើងនៅតែរបស់យើងនឹងវាគ្មានទៅណាទេប្រសិនមកលោកឆៃវិរៈយុទ្ធបកស្រាយបានល្អសូមសម្លេងប្រសិនបើលោកខេមបកស្រាយបានល្អសូមសម្លេងទៅមុខ7ដណ្ដប់ចំហៀន
តោះបាទអត់អីទេធ្វើមិនឲ្យគ្រប់7 11 2 3 4 ចាកាមេរ៉ាកិច្ចកាមេរ៉ា 5ម៉ានហើយទៅមុខទៀតធ្លាក់ប្រសិនបើលោកព្រាបសវត្ថបកស្រាយបានល្អសុំសម្លេងបាទអញ្ចឹងសូមជើញមកមុខពីនេះណែអរគុណជម្រាបលាចាជម្រាបលាបានមាក់បានផលអ្នកអើយ សុខសប្បាយ ណែមើលពាក់មួកសុវត្ថិភាពអីបងចុះទៅវិញវាជ្រៀងលេខអោសគុណកញ្ញា2ម៉ាត់ពាក់2ដងអីហើយអរគុណឥឡូវនេះរវាងបេក្ខជនរបស់យើង2រូបសិតតែជាអ្នកដែលមានសមត្ថភាពអញ្ចឹងយើងនឹងធ្វើការជ្រើសរើសយកតែមួយទេបាទនៅក្នុងវគ្គនេះអញ្ចឹងធ្វើយ៉ាងណាសូមឲ្យបេក្ខជនរបស់យើងបកស្រាយម្នាក់មក clear បត់ខុសពីបត់មិញចាបត់អីក៏បានដែរតោះ ភ្នែកអើយភ្នែក ភ្នែកបាទឥឡូវសូមរកសម្លេងស្វាគមន៍ដល់លោកខេមឥឡូវសូមបាច់ភ្លេងទាំងអស់គ្នាណាចាគោកមិនបាច់ភ្លេងទេត្រៀម1 2 3ភ្នែកអើយភ្នែកអ្នកអល់ឯកចាំមើលដល់ណាបើស្រីព្រោះប្រែចិនដាកិច្ចកាយាបំភ្លេចអ្នកហើយត្រឹមរូបថតភ្នែកមើលក៏គ្មានអ្នកឆ្លើយភ្នែកតែងយំអិតស្បាយនៅឡើយចង់ឃើញគេទៀតក្រុមពាក្យសន្យាគេប្រាប់ថាគុំឲ្យខ្ញុំចាំតទៅមុខទៀតច្រើនឆ្នាំគ្មានសង្ឃឹមនឹងជួបវិញទេព្រោះពេលនេះនាងផ្សេងនាងកំពុងស្នេហ៍ខ្ញុំមានសិទ្ធត្រឹមតែលួចនឹកគេហើយយំម្នាក់ឯងអូហូពិតជាមិនធម្មតាទេឆក់យកអារម្មណ៍ទស្សនិកជននៅទីនេះបានយ៉ាងកងរំពងមិនទាន់ប្រកាសថាព្រៀបសវត្ថមិនបានត្រៀមនៅអាវុធដ៏ពិសេសយកមកចាក់ខេមអីទេខេមអើយខេមចាខេមអើយខេមលោកព្រៀបសវត្ថបាត់អីខ្ញុំសូមបកស្រាយបទចម្រៀងបាត់មានចំណុចយ៉ាងថាដឹកឆ្កែរកប្រពន្ធណែដល់ថ្នាក់ខ្លួនឯងលេងស្គាល់ប្រពន្ធទៅឲ្យឆ្កែជួយរកហើយឆ្កែរកប្រពន្ធងាប់ហើយទុកចិត្តឆ្កែពេកអីដូចមិនកើតទេអីគីគីឆ្កែហ្នឹងគីគីឬក៏អាលុកអាលុកហ៎អូអាលុកតោះត្រៀមចាំជួយតែដៃទាំងអស់គ្នា1 2 3នាងកលបាក់ដងខ្ញុំប្រត់ទៀងចិត្តនៅចាំរត់តែងបាក់កម្មខ្ញុំផ្ដាំទៀងចិត្តសងវេកអំបិលប្រហុកក្របទុកផ្ញើនៅម៉ែក្មេកអាសូបារំប្រពន្ធពេស្ពាយបងវិញត្រាច់ស្កាត់តាមរោគលុយមានមិនគ្រប់ជិះលើដំបូលតាស៊ីចូលរាជធានីតាមរោពីអ្នកឆ្កែឈ្មោះអាលុកមកដល់បេនឡានហេវបាយគោពុះគ្រូរូបខ្ញុំដើរឈប់ម៉ូតូដុំដេញតាមតថ្លៃបាទអរគុណច្រើនអរគុណឥឡូវនេះគឺជាបឋមយើងសូមជូនរង្វាន់សិនហើយបន្ទុកយើងនឹងដាក់ជូនជាក្រោយឥឡូវនេះទស្សនិកជនធ្វើការផ្ដល់បន្ទុកយើងយកតែម្នាក់ទេដែលជាប់ចំណាត់ថ្នាក់លេខ1ណាអញ្ចឹងប្រសិនបើលោកខេមច្រៀងបានល្អចាទាំងតន់ឲ្យផ្ទះហងសូមផ្ដល់សម្លេងដល់លោកខេមបន្ទុក1លានបន្ទុកចានឹងដាក់ប្រមាណនេះបើផ្ទះហងស្រែកហងអញ្ចឹងប្រសិនបើលោកព្រាបសវត្ថដឹកអាលុកមិនរៀងតាក់ដឹកទៅវាដូចថាអាលុកហេវជាងមួយចង់ផ្កាប់មុខរបស់អាលុកសូមផ្ដល់សម្លេងអរគុណអញ្ចឹងយើងឃើញហើយជ័យលាភីគឺបានទៅលើលោកខេមអរគុណណាស់បងបាទទៅជួបជាមួយក្រុមការងាររបស់យើងបានជួយសម្រាប់បានអរគុណច្រើនបាទឃើញថាភាពរីករាយនៅក្នុងវគ្គនេះទស្សនិកជនដែលទស្សនានៅទីនេះក៏ទទួលបាននៅភាពរីករាយជាមួយនឹងការរំជួលចិត្តនៅសមត្ថភាពនិងទឹកដមសម្លេងដ៏ពិសេសរបស់បេក្ខជនបេក្ខនារីរបស់យើងហើយនៅក្នុងសប្តាហ៍នេះគឺយើងជំរឿសបានម្នាក់ទៀតហើយគឺវត្តមានរបស់លោកខេមចាអរគុណនៅវគ្គក្រោយលោកអ្នកបានទស្សនារីករាយជាបន្តពីកម្មវិធីតន្ត្រីខារ៉ាបាវនៅពេលនេះពីកម្មវិធីតន្ត្រីខារ៉ាបាវអនុញ្ញាតសម្រាប់មួយផ្លែសិន